សូមពុកម៉ែបងប្អូនជួយពី Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបាននូវហោរាសាស្ត្រព្រមទាំងការទូទាយជាមួយខ្ញុំទាំងអស់គ្នាជារៀងរាល់ថ្ងៃខ្ញុំបាទសូមធ្វើការលំអរកាយគោរពនិងជម្រាបសួរទៅដល់អស់លោកស្រីនិងកញ្ញានិងប្រិយមិត្តពុកម៉ែបងប្អូនទូទាំងស្នេហ៍ជនអស់គ្នាដែលតែងតែនិយមនឹងតាមដានស្ដាប់នៅនីតិហោរាសាស្ត្រប្រចាំថ្ងៃឆ្នាំ2022ជាមួយយើងខ្ញុំនៅតាមបណ្ដាសង្គម YouTube និងតាម Facebook ក្តីទាំងអស់គ្នាជាទីគោរពនិងជាទីរាប់អាននៅក្នុងថ្ងៃនេះយើងវិលជួបគ្នាសារជាថ្មីម្ដងទៀតនៅក្នុងបណ្ឌនីតិហោរាសាស្ត្រប្រចាំថ្ងៃឆ្នាំ2022បាទនៅវេលាថ្ងៃអង្គារបាទនៅក្នុងថ្ងៃអង្គារនេះដែលជាថ្ងៃពុកម៉ែបងប្អូនប្រកបការងាររៀងៗខ្លួនសូមជូនពរទទួលទីមានបានជោគជ័យសំណាងល្អទាំងអស់គ្នានៅក្នុងឱកាសឆ្នាំថ្មីបានចូលមកដល់ទាំងអស់គ្នាហើយនៅក្នុងថ្ងៃនេះផងដែរអស់លោកនេះដែលកើតនៅក្នុងឆ្នាំឆ្លូវចូលនឹងឆ្នាំមកម៉ែឆ្នាំទាំងពីរនេះមិនសូវត្រូវគ្នាទេសូមមេត្តាការប្រុងប្រយ័ត្នប្រយែងនិងយកចិត្តដាក់ចំពោះគ្នាបានខ្ពស់ទើបជាការល្អប្រសើរបាទហើយនៅក្នុងមួយថ្ងៃបាទអង្គារនេះផងដែរគឺទិវាចរទីនេះគឺស្ថិតនៅត្រង់ជើងទេវតាឲ្យឬប្រថ្ងៃសងផ្ទះធ្វើដំណើរកំសាន្តជួញប្រែរកស៊ីភិហ៊ុនអ្វីមួយឲ្យមានការប្រុងប្រែងបាទប្រយ័ត្នប្រយែងរាល់ការងារទាំងអស់គ្នាបន្តទៅមុខដើម្បីទទួលបានភាពជោគជ័យល្អប្រសើរបាទហើយនៅក្នុងមួយថ្ងៃនេះផងដែរលោកអ្នកធ្វើបាទដំណើរទៅមុខណាជួបតែសេចក្តីសុខសំណាងល្អហើយប្រការរកស៊ីទីចិត្តទីឆ្ងាយជួញដូរគោក្របីធ្វើស្រែចម្ការច្បារដំណាំក៏ទទួលបានភោគផលល្អប្រសើរទាំងអស់គ្នាតែម្ដងនៅក្នុងថ្ងៃនេះហើយបើលោកអ្នកសែបគប់ជាមួយនាយមើលមន្ត្រីដែលមានឋានៈដល់ខ្ពង់ខ្ពស់ក៏ទទួលបាននៅយមនាស័ក្តិមួយចំនួនត្រឡប់មកវិញមិនចោតជាមានបញ្ហាធំដុំលំបាកអ្វីមួយមករេស្ទះនោះទេនៅក្នុងថ្ងៃនេះបាទជាបន្តមកទីនេះទីនេះចូលមកដល់ទីនេះចំពោះការមើលក្បួនទិសបាទវិញម្ដងទីនេះក្នុងការជិញដំណើរប្រកបការងាររកស៊ីជួញដូរទីចិត្តទីឆ្ងាយដើម្បីទទួលបានជោគជ័យសេរីសុខស្ដីជ័យមង្គលសំណាងល្អសុខសុវត្ថិភាពទាំងអស់គ្នាផងដែរនៅក្នុងបាទថ្ងៃអង្គារនេះសូមពុកម៉ែបងប្អូនប្រិយមិត្តទូទាំងស្នេហ៍ជនអស់គ្នាបាទសូមធ្វើដំណើរកំសាន្តប្រកបការងារសូមប្រកាន់យកទិសឦសានគឺជាទិសបេរោងរស់លោកអ្នកធ្វើអ្វីមួយតែងតែទទួលបានជោគជ័យនិងសំណាងល្អប៉ុន្តែលោកអ្នកមិនគួរចរយាត្រាទៅទិសនិរដីឡើយគឺជាទិសបេះដូងស្លាប់លោកអ្នកធ្វើអ្វីមួយមិនសូវគប់ប្រសើរឡើយចំពោះការមើលក្បួនទំនាយជ័យឬក្នុងការអង្គុយក្នុងពិធីរៀបមង្គលការពិធីសែនព្រេងនិងលេងល្បែងស៊ីសងដើម្បីទទួលបានជោគជ័យសេរីសុខស្ដីជ័យមង្គលសំណាងល្អសុខសុវត្ថិភាពទាំងអស់គ្នាប៉ុណ្ណេះនោះបាននៅក្នុងវេលាថ្ងៃអង្គារនេះសូមបាទអស់លោកអ្នកបាទធ្វើការអង្គុយបាទទៅខាងកើតទៅមានជោគជ័យនិងសំណាងល្អបន្តមកលោកអ្នកបែរមុខទៅទិសនិរដីទៅមានជោគជ័យស្វែងមង្គលក្នុងក្រុមគ្រួសារទាំងអស់គ្នាចំពោះការមើលក្បួនបាទកាកបាទយាមក្រឡាដែលលោកប្រានបានចងក្រងក្បួនយាមក្រឡានេះដើម្បីទុកប្រើសម្រាប់កូនចៅជំនាន់ក្រោយក្នុងការជិះដំណើរប្រកបការងាររកស៊ីជួញដូរទីចិត្តទីឆ្ងាយដើម្បីទទួលបានជោគជ័យសេរីសុខស្ដីជ័យមង្គលសំណាងល្អសុខសុវត្ថិភាពទាំងអស់គ្នាផងដែរនៅក្នុងវេលាថ្ងៃបាទអង្គារនេះសូមអរលោកអ្នកធ្វើការអនុវត្តនៅតាមក្បួនយាមក្រឡានេះជាមួយយើងខ្ញុំនឹងមានប្រសិទ្ធភាពខ្ពស់ហើយលើនេះកុំឲ្យខាតពេលសូមចាប់ផ្ដើមសម្រាប់ជាមួយខ្ញុំទាំងអស់គ្នាដូចតទៅចំពោះការជិះដំណើរម៉ោងយប់ព្រឹកចាប់ពីម៉ោង1រងាវដល់ម៉ោង 6:30 នាទីព្រឹកបាត់គឺជាម៉ោងបាត់02មិនន័យតែជាម៉ោងសុខសាន្តរាល់ការធ្វើដំណើរទៅណាមកណាជួបតែសេចក្តីសុខសុភមង្គលក្នុងក្រុមគ្រួសារទាំងអស់គ្នាចំពោះការជិះដំណើរម៉ោងបាត់ពេញពន្លឺចាប់ពីម៉ោង 6:30 ដល់ម៉ោង 11:00 បាត់គឺជាម៉ោង01មិនន័យថាលោកអ្នកធ្វើអ្វីមួយនឹងជួបគ្រោះកាចហើយលោកអ្នកមិនគួរតែប្រុងប្រយ័ត្នប្រយែងអ្វីទេទាមទារមានការយកចិត្តដាក់ចំពោះគ្នាបានខ្ពស់ទៅប្រសើរចំពោះការជិះដំណើរម៉ោងបាត់ពេញពន្លឺចាប់ពីម៉ោង 6:30 សំទោសម៉ោងថ្ងៃត្រង់ចាប់ពីម៉ោង 11:00 ដល់ម៉ោង 2:00 គឺជាម៉ោង 04មានន័យថាជាម៉ោងគ្រោះកាចចូលលោកអ្នកប្រុងប្រយ័ត្នប្រយែងនិងយកចិត្តដាក់ចំពោះគ្នាបានខ្ពស់ទៅប្រសើរចំពោះការជិះដំណើរម៉ោងរសៀលចាប់ពីម៉ោង 2:00 ដល់ម៉ោង 5:00 គឺជាម៉ោងកាកបាទមានន័យថាលោកអ្នកធ្វើអ្វីមួយនឹងកើតនៅក្តីអន្តរាយសូមលោកអ្នកទុករបស់របរបានរបៀបរៀបរយដើម្បីជៀសវាងកុំឲ្យមានរឿងរ៉ាវអាក្រក់ដល់ប្រការណាមួយកើតឡើងចំពោះការជិះដំណើរម៉ោងល្ងាចយប់ចាប់ពីម៉ោង 5:00 រហូតដល់ម៉ោងចូលគេងគឺជាម៉ោងផ្នត់0មានន័យថាតទេសុនឈឹងលោកអ្នកធ្វើអ្វីមួយមិនជួបគ្រោះឡើយហើយលោកអ្នកក៏មិនជួបនៅសំណាងអ្វីមួយនោះទេនៅក្នុងចន្លោះម៉ោងនេះធ្វើអ្វីមួយតែងតែទទួលបាននូវភាពរដេរដប់មួយចំនួនហើយលោកអ្នកត្រូវតែប្រឹងប្រែងរាល់ការងារទាំងអស់គ្នាបន្តទៅមុខទៀតទើបជាការល្អប្រសើរបំផុតនៅក្នុងថ្ងៃនេះ
បាទប្រិមិត្តបងប្អូនទស្សនិកជនទាំងអស់គ្នាទេណាដែលបានតាមដានស្ដាប់នៅការទូទីនៅអំពីក្បួនមួយចំនួនជាមួយយើងខ្ញុំនៅក្នុងថ្ងៃអង្គារនេះឥឡូវនេះចូលមកបន្តការសម្ដាប់ជាមួយយើងខ្ញុំនៅជោគិតារិស័យនៃហោរាសាស្ត្រឆ្នាំទី12ទៅនៅក្នុងថ្ងៃនេះរិស័យរបស់លោកអ្នកនឹងមានការប្រែប្រួលទៅជាយ៉ាងណានោះសូមតាមដានស្ដាប់ជាមួយយើងខ្ញុំហើយមុននឹងស្ដាប់ខ្ញុំក៏សូមបួងសួងទៅដល់គ្រប់វត្ថុស័ក្តិសិទ្ធិផលនៃពួកដែលមាននៅក្នុងលោកសូមតាមថែរក្សាលោកអ្នកដែលកើតនៅក្នុងឆ្នាំទី12សម្រុកស៊ីមានបានជោគជ័យសំណាងល្អទាំងអស់គ្នាហើយឥឡូវនេះកុំឲ្យខាតពេលសូមប្រិយមិត្តទាំងអស់គ្នារីរីស្ដាប់ជាមួយយើងខ្ញុំនៅហោរាសាស្ត្រប្រចាំថ្ងៃថាតើនៅក្នុងថ្ងៃអង្គារនេះរិស័យរបស់អ្នកនឹងមានការប្រែប្រួលទៅជាយ៉ាងណានោះសូមតាមដានស្ដាប់ហើយមុនស្ដាប់សូមចុច like ចុច share ចុចពាក្យជាវដាក់រូបបណ្ដឹងទាំងអស់គ្នាដើម្បីទទួលបានវីដេអូថ្មីៗរាល់ការទូទាយឥឡូវនេះយើងសូមចាប់ផ្ដើមតាមដានស្ដាប់ជាមួយខ្ញុំដូចតទៅបាទទីនេះចូលមកដល់ពុកម៉ែបងប្អូនប្រិយមិត្តទូទាំងជនទាំងអស់គ្នាដែលកើតនៅក្នុងឆ្នាំជូតជោគជ័យរិស័យរបស់អ្នកនៅក្នុងថ្ងៃនេះឃើញថាឡើងខ្ពស់ត្រដែតបាទនៅក្នុងថ្ងៃនេះដួលរិស័យរបស់អ្នកបានងើបឡើងខ្ពស់ដូច្នេះហើយលោកអ្នកធ្វើអ្វីមួយតែងតែទទួលបានភាពជោគជ័យសំណាងល្អលៀបល្អបរិបូរណ៍មិនមានបញ្ហាលំបាកអ្វីមួយបាទមករៀងស្ទះរ៉ារੂរាល់ការដំណើរការរបស់អស់លោកអ្នកទេតែមកជោគជ័យរបស់គ្នាតែម្ដងហើយបើការរកស៊ីផ្លោះទៅផ្លោះគោផ្លោះការក្តីក៏ទទួលបានផលកម្រៃក្រនីតិពេញចិត្តមានបញ្ហាលំបាកមួយរៀងស្ទះនោះទេតែមានភាពល្អប្រសើរហើយនៅក្នុងថ្ងៃនេះសូមលោកអ្នកខមមិនលេខសំណាងគឺលេខ555ដែលជាលេខសំណាងហងស៊ុយលោកអ្នកធ្វើអ្វីមានភាពជោគជ័យល្អប្រសើរមកទីនេះជួបមកដល់ពុកម៉ែបងប្អូនទូទាំងសនិកជនអស់គ្នាដែលកើតនៅក្នុងឆ្នាំឆ្លូវជោគជ័យរិស័យរបស់លោកអ្នកនៅក្នុងថ្ងៃនេះឃើញថាស្រត់ចុះបាននៅក្នុងថ្ងៃនេះយន្តរបស់លោកអ្នកបានធ្លាក់ស្រត់ជុំលហើយធ្វើដំណើរជីវិតរបស់លោកអ្នកទីនេះជួនភាពប្រទាំងប្រទើមានការកម្មចិត្តច្រើនដូច្នេះហើយត្រូវជាអត់ធ្មត់ខ្លះទៅប្រសើរចំណែកបញ្ហាប្រកាសក៏បីមានការប្រយ័ត្នប្រយែងពីព្រោះអាចមានការចំណាយច្រើនជាងធម្មតាផងហើយចំពោះលោកអ្នកប្រកបមុខរបររកស៊ីជីដូជួយប្រយ័ត្នអំពីក្រុមនោះអត់អាលអ្វីមួយនាំឲ្យកើតមានការក្រោកកហាយបង្កជាចំនួនវិវាទឈានដល់ការប្រឆាំងណាមួយក៏ឡើងហើយបើមានស្ទើរមកពីមុខសូមឲ្យរំលងមកពីក្រោយខ្នងសូមឲ្យវិនាបើមានអ្នកប៉ក្រោមលើរូបនេះនឹងធ្លាក់លើរូបគេការប៉មប្រាថ្នាទុយធំក្រីតែបានសម្រាប់នៃក្រីបំណងប៉មប្រាថ្នាទាំងអស់គ្នាហើយសូមពុកម៉ែបងប្អូនកុំភ្លេចកុំលេខសំណាងលេខ168ដែលជាលេខសំណាងហងស៊ុយល្អប្រសើរមកជាបន្តមកទីនេះជួបមកដល់អស់លោកអ្នកដែលកើតនៅក្នុងឆ្នាំខាលជោគជ័យរិស័យរបស់នៅក្នុងថ្ងៃនេះឃើញថាល្អជាមកភ្ជុំបាទនៅក្នុងថ្ងៃនេះផងដែរដួងរិស័យរបស់អ្នកបានល្អជាមកភ្ជុំដូច្នេះលោកអ្នកធ្វើអ្វីមួយតែងតែទទួលបានភាពជោគជ័យបាទល្អប្រសើរមួយចំនួនត្រឡប់មកវិញមិនចោតជាមានបញ្ហាអាក្រក់ណាមួយមករិស័យទេតែបានភាពជោគជ័យល្អប្រសើរហើយមិនថាការធ្វើដំណើរទីចិត្តទីឆ្ងាយជួបតែស្ដីសុខសេពសានដោយសំមួយដងហើយរីឯបញ្ហាសនាប្រស្រីមានភាពប្រទាំងប្រទើមានការរីករៈលូតលាស់មួយចំនួនត្រឡប់មកវិញមិនចោតជាបញ្ហាធំនោះទេហើយនៅក្នុងថ្ងៃនេះសូមពុកម៉ែបងប្អូនកុំភ្លេចខមមិនលេខសំណាងគឺលេខ999ដែលជាលេខសំណាងហងស៊ុយល្អប្រសើរណាស់នៅក្នុងថ្ងៃនេះបាទជាបន្តមកទីនេះជួបដល់ឡននីរិកានៅក្នុងឆ្នាំថោះជោគជ័យរិស័យរបស់អ្នកបាននៅក្នុងថ្ងៃនេះឃើញថាឡើងខ្ពស់ត្រដែតបាននៅក្នុងថ្ងៃនេះដួលរិស័យរបស់អ្នកបានងើបឡើងខ្ពស់ដូច្នេះលោកអ្នកធ្វើអ្វីតែងតែទទួលបានភាពជោគជ័យល្អប្រសើរមួយចំនួនហើយត្រឡប់មកវិញមិនចោតជាមានបញ្ហាអាក្រក់ណាមួយកើតឡើងនោះទេតែមានភាពជោគជ័យល្អប្រសើរហើយការធ្វើដំណើរទីចិត្តទីឆ្ងាយជួបតែស្ដីសុខសេមសានដោយសំមួយដងហើយចំពោះឯសពលភាពសន្តាប់ប្រស្រីកំឡោះក្រមុំឬពុំម៉ាយក្តីវិញនោះនឹងមានភាពផ្អែមល្ហែមល្អចំពោះគ្នាណាมันមានរឿងរ៉ាវអាក្រក់ណាមួយមកកើតឡើងនោះទេហើយនៅក្នុងថ្ងៃនេះសូមពុកម៉ែបងប្អូនកុំភ្លេចខមមិនលេខសំណាងគឺលេខ777ដែលជាលេខសំណាងហងស៊ុយលោកអ្នកធ្វើអ្វីមកភាពជោគជ័យល្អប្រសើរណាស់នៅក្នុងថ្ងៃនេះបាទជាបន្តមកទីនេះចំណល់អស់លោកអ្នកដែលកើតនៅក្នុងឆ្នាំរោងជោគជ័យរិស័យរបស់អ្នកនៅក្នុងថ្ងៃនេះឃើញថាល្អជាមកភ្ជុំបាទនៅក្នុងថ្ងៃនេះដួលរិស័យរបស់លោកអ្នកបានល្អជាមកភ្ជុំដូច្នេះលោកអ្នកធ្វើអ្វីបានភាពជោគជ័យល្អប្រសើរមួយចំនួនត្រឡប់មកវិញមិនចោតជាមានបញ្ហាអាក្រក់ណាមួយមកកើតឡើងនោះទេតែមានភាពជោគជ័យល្អប្រសើរមួយចំនួនត្រឡប់មកវិញហើយការធ្វើដំណើរទីចិត្តទីឆ្ងាយជួបតែស្អីសុខសេមសាននៃសំមួយដងហើយរេបញ្ញាសនាប្រស្រីកំឡោះក្រមុំពុកម៉ែម៉ាយក្តីនឹងមានភាពសោះស្រាយផ្អែមល្ហែមល្អចំពោះគ្នាណាមិនចោតជាមានរឿងរ៉ាវអាក្រក់មួយកើតឡើងនោះឡើយហើយបើមានសត្រូវមកពីមុខបាទសូមឲ្យរំលងមកពីក្រោយខ្នងសូមឲ្យវិនិច្ឆ័យបើមានអ្នកណាប៉ោះក្រោមលើរូបនេះណាធ្លាក់ទៅលើរូបគេការប៉ងប្រាថ្នាទុយទុំក្តី
តែមិនសម្រាប់ដូចក្តីបំណងបងប្រថ្នាក់យើងយូរទាំងអស់គ្នាហើយសូមពុកម៉ែបងប្អូនកុំភ្លេចខមមិនលេខសំណាងបាទគឺលេខ555ដែលជាលេខសំណាងហុកស៊ុយល្អផ្សោតណាស់នៅក្នុងថ្ងៃនេះបាទជាបន្តមកទីនេះចំណល់អលនិកកើតនៅក្នុងឆ្នាំផ្សាញ់ចុចគិតរិស័យរបស់លោកអ្នកបាននៅក្នុងថ្ងៃនេះឃើញថាសរុបចុះបាននៅក្នុងថ្ងៃនេះលួរិស័យរបស់លោកអ្នកបានតែសរុបចុះលហើយធ្វើដំណើរជីវិតរបស់លោកអ្នកមិនសូវមានភាពកប់ផ្សោតទេតែតែមានភាពប្រទេសប្រទើមួយចំនួនក៏ឡើងហើយការធ្វើដំណើរជួបតែសេចក្តីសុខសេមសាដូចសមមួយដងរាបញ្ហាស្រីប្រស្រីកំឡោះក្នុងមកគឺមានភាពល្អប្រសើរបន្តិចទួយទីមានការយកចិត្តដាក់ចំពោះគ្នាក្នុងក្រុមគ្រួសារបន្តទៅមុខទៀតទៅជាការល្អប្រសើរហើយសូមពុកម៉ែបងប្អូនកុំភ្លេចខមមិនលេខសំណាងមកគឺលេខ168ដែលជាលេខសំណាងហុងស៊ុយលោកអ្នកធ្វើអ្វីៗមកភាពជោគជ័យល្អប្រសើរមួយកម្រិតថែមទៀតនៅក្នុងថ្ងៃនេះបាទជាបន្តមកទីនេះចំណល់អលនិកកើតនៅក្នុងឆ្នាំមមីចុចតែរិស័យរបស់អលនិបាននៅក្នុងថ្ងៃនេះឃើញថាឡើងខ្ពស់ត្រដែតបាននៅក្នុងថ្ងៃនេះលួរិស័យរបស់លោកអ្នកបានងើបឡើងខ្ពស់ដូចជាលោកអ្នកធ្វើអ្វីមួយកើតនៅភាពល្អប្រសើរមួយចំនួនត្រឡប់មកវិញមិនមានផលលំបាកអ្វីមួយបានមករេស្ទែរ៉ារការងារនោះទេតែមកភាពជោគជ័យល្អប្រសើរហើយការធ្វើដំណើរទីជាទីឆ្ងាយជួបភៀងសក្រុមនេះសឹងមួយដងហើយចំពោះឯសម្ព័ន្ធភាពស្និទ្ធប្រស្រីកំឡោះក្រមុំពុំម៉ែក្តីមានភាពល្អប្រសើរមួយចំនួនត្រឡប់មកវិញមិនមានរឿងរ៉ាវកើតឡើងនោះទេហើយសូមពុកម៉ែបងប្អូនកុំភ្លេចខមមិនលេខសំណាងពេលនេះគឺលេខ999ដែលជាលេខសំណាងហុងស៊ុយលោកអ្នកធ្វើអ្វីមកភាពជោគជ័យបានល្អប្រសើរមួយចំនួនត្រឡប់មកវិញមិនមានឧបសគ្គធំដុំអាក្រក់ណាមួយមករេស្ទិនោះទេនៅក្នុងថ្ងៃនេះបាទជាបន្តមកទីនេះចំណល់អលនិកកើតនៅក្នុងឆ្នាំមម៉ែឆ្នាំមម៉ែចុចគិតរិស័យរបស់លោកអ្នកបាននៅក្នុងថ្ងៃនេះឃើញថាឡើងខ្ពស់ត្រដែតបាននៅក្នុងថ្ងៃនេះលោកអ្នកធ្វើអ្វីមួយតែងតែទទួលបានភាពជោគជ័យល្អប្រសើរមួយចំនួនត្រឡប់មកវិញមិនមានជាបញ្ហាអាក្រក់ណាមួយកើតឡើងនោះទេហើយការធ្វើដំណើរទីនេះជាទីឆ្ងាយជួបតែសេចក្តីសុខសេមសានដូចមួយដងហើយរាយបញ្ហាស្នេហ៍ប្រស្រីកំឡោះក្រមុំពុកម៉ែក្តីវិញនោះមានភាពសុខដុមនិងភាពល្អប្រសើរមួយចំនួនកើតឡើងមិនមានផលអាក្រក់ណាមួយមកកើតឡើងនោះទេហើយមានសត្រូវមកពីមុខបាទសូមឲ្យរំលងមកពីក្រោយខ្នងសូមឲ្យវិនាបើមានណាប៉ងអាក្រក់លើរូបអ្នកនឹងធ្លាក់ទៅលើរូបគេការប៉ងប្រាថ្នាទៅធំក្តីតែមិនសម្រេចដូចក្តីបំណងប៉ងប្រាថ្នានឹងភាពល្អប្រសើរទាំងអស់គ្នាហើយសូមពុកម៉ែបងប្អូនភ្លេចខមមិនលេខសំណាងបាទគឺលេខ555ដែលជាលេខសំណាងហុងស៊ុយល្អប្រសើរណាស់នៅក្នុងថ្ងៃនេះបាទបន្តមកទីនេះចំណល់អលនិកកើតនៅក្នុងឆ្នាំវកចុចតែរិស័យរបស់លោកអ្នកនៅក្នុងថ្ងៃនេះឃើញថាសរុបចុះបាននៅក្នុងថ្ងៃនេះលួរិស័យរបស់អ្នកបានធ្លាក់ស្រុតជុំលហើយធ្វើដំណើរជីវិតរបស់លោកអ្នកមិនសូវមានភាពល្អប្រសើរកើតឡើងនោះទេតែមានភាពរដេរដប់មួយចំនួនកើតឡើងហើយការធ្វើដំណើរទីនេះទីជាទីឆ្ងាយជួបភាពប្រទាំងប្រទើមួយចំនួនកើតឡើងមិនសូវមានភាពល្អប្រសើរឡើយសូមលោកអ្នកត្រូវតែប្រឹងប្រែងយកចិត្តដាក់ក្នុងការបំពេញការងារបន្តទៅមុខទៀតទើបជាការល្អប្រសើរហើយបើមានបាទស្ត្រឹមមកពីមុខបែបវិញនោះសូមឲ្យរំលងមកពីក្រោយខ្នងហើយសូមឲ្យវិនាបើមានអ្នកណាប៉ោះក្រក់មកលើរូបអ្នកនឹងធ្លាក់ទៅលើរូបគេការប៉ងប្រាថ្នាទៅធំក្តីតែមិនសម្រេចដូចក្តីបំណងប៉ងប្រាថ្នាអាយុយឺនយូរទាំងអស់គ្នាតែម្ដងនៅក្នុងថ្ងៃនេះបាទសូមពុកម៉ែបងប្អូនទូទាំងជនទាំងអស់គ្នាទីនេះសូមកុំភ្លេចខមមិនលេខសំណាងគឺលេខ168ដែលជាលេខសំណាងនាំមនោភាពហុងស៊ុយល្អប្រសើរទាំងអស់គ្នាផងដែរទាំងអស់គ្នានៅក្នុងថ្ងៃនេះបាទជាបន្តមកទីនេះចំណល់អលនិកកើតនៅក្នុងឆ្នាំរកាចុចតែរិស័យនៅក្នុងថ្ងៃនេះឃើញថាឡើងខ្ពស់ត្របែតបាទនៅក្នុងថ្ងៃនេះលួរិស័យរបស់អ្នកបានងើបឡើងខ្ពស់ដូច្នេះលោកអ្នកធ្វើអ្វីតែងតែទទួលបានភាពជោគជ័យល្អប្រសើរមួយចំនួនត្រឡប់មកវិញមិនចោតជាមានបញ្ហាអាក្រក់ណាមួយមកកើតឡើងនោះទេហើយការធ្វើដំណើរទីនេះទីចិត្តទីឆ្ងាយជួបតែសេចក្តីសុខសេមសាននេះមួយដងហើយចំពោះឯបញ្ហាស្នេហ៍ប្រស្រីកំឡោះក្នុងមុំមានភាពស្រស់ស្រាយផ្អែមល្ហែមល្អចំពោះគ្នាមិនចោលជាមានរឿងរ៉ាវអាក្រក់ណាមួយកើតឡើងនោះឡើយហើយប៉ុន្តែសូមលោកអ្នកកុំភ្លេចខមមិនលេខសំណាងហើយគឺលេខ777ដែលជាលេខសំណាងហុងស៊ុយល្អប្រសើរណាស់នៅក្នុងថ្ងៃនេះហើយមានស្ទើរមកពីមុខសូមឲ្យរំលងមកពីក្រោយខ្នងសូមវិនាបើមានអ្នកណាប៉ោះក្រក់លើរូបអ្នកនឹងធ្លាក់ទៅលើរូបគេការប៉ងប្រាថ្នាទុយធំក្តីតែមិនសម្រេចដូចក្តីបំណងប៉ងប្រាថ្នាទាំងអស់គ្នាបាទទីនេះជួបមកដល់ប្រិមត្តបងប្អូនទូទាំងជនទាំងអស់គ្នាជួបមកដល់ឆ្នាំបាត់ចឆ្នាំចចូលតែរិស័យរបស់លោកនៅក្នុងថ្ងៃនេះឃើញថាល្អជាមកភ្ជុំបាននៅក្នុងថ្ងៃនេះលួរិស័យរបស់អ្នកបានល្អជាមកភ្ជុំដូច្នេះលោកអ្នកធ្វើអ្វីមួយមិនសូវមានភាពល្អប្រសើរកើតឡើងនោះទេតែនៅមានភាពប្រទាំងប្រទើមួយចំនួនកើតឡើងហើយបើមានការរកស៊ីភាគហ៊ុន
tôi thum đây co mình sau mình phiêu lò sao tê tìm tìm mình cả yok chết tức đã khăn cả một bình cái nghĩa mà chọn từ việc cả lò sao hầu mình sẽ trâu một bình một bình nút và số mà rung lom mà một bình còi khăn số mà vì nia bao mình là po cầm lời rúm nên sẽ lời rúm kê cả pom bật na tôi thum cái đấy tai manสำหรับเด็กเกย์น้องปอมรัตนะยืนอยู่ต่างออกนี่หายการฝึกดำเนินชุบตาสไลสักเซมซันในสมัยดอนต่างออกนี่หายรีปัญญาสนับประสิทธิ์น้องกรมกรุษาก็รอภาษาผมมีพอหลักเกาะแนวมุ่งว่าการลาหนุนเลยหายส่งมุมมาโอนเท่านั้นคอมพลีทฝึกการกำมันเลยสำนักคือเลยปรำใบเราไปสับปรำใบต่างออกนี่ได้ยืนเลยสำนักของซุยรอภาษานั่นนักร้องไทยนี่มาเป็นไงบางโพตัวเตสในจุดมาต่อมาเตจุดมาเราเนี่ยเด็กเกิดนักร้องแชมป์กอลจุดจิตเตอร์ไซในกรองทางนี้เคยหาสรดจ่อบ้านในกรองทางนี้ตัวเตอร์ไซระบบเนี่ยบ้านแทะสรดจมหายเฟิร์นนายจีวระบบเนี่ยมันเซอร์มีพีบลอบสาเต้ทีมมีนแกรายกจัตตะตะขนมกาบเป็นแกงเงียบ้านผู้เติมจีการลอบเศร้าหายการฝึกดำเนินเป็นนุตีจะตีชงาจูนพีบแต่มาเติมมวยจำนวนกะล่างหายบะมีนการรกสีพิหนเอาไว้มวยตรอยแต่ปรังแปรงออยออกปีกำลังการจัดเติมมาในผิวจุกใจหายการฝึกดำเนินก็การเงียบไว้ตลอดปรังปรายรอการรกซีบางผู้เติมการรอภาษาเฮยบะเมียนแก่รกเล่นเพียงคนเอาไว้มวยนั่นคือรอภาษามวยจำนวนมันเจ้าจีปัญหาตรอการลาหนูเล่าเฮยสมลงในกำเล่กำมันเลยสำนักก็เลยประมวลโดยการสับประมวลในยุลิสำนักของซุยรอภาษานั่นนักน้อยทางนี้ว่าเป็นมวยปงไอโฟนตัวเตสในจังหวะนี้ตัวนะและบรรดานักสนับสนุนตีฮาราซาประจำทั้งไงจะนำเตอร์ปีจมูกเขียวในตามราสกุลยูทูบตามเฟซบุ๊กได้แต่ออกในจิตตีกรุ๊ปนั่งจิตตีรับอ่านจมูกเขียวเลยทุกงานทุกที่นึงจะบีบจุดปงไอบางโฟนเราในยังโซมจับตรมตายเป็นช่อโซมปงไอโฟนจุดละจุดเสียงจุดเปิดจิ้วได้รูปกันดังนำไปตัวตัวบันวิดีโอทำไมไม่รอการทุกที่จมูกเขียวเราในขีมัดโซมออกก้นโซมกรุ๊ปลี